Trump និង Putin បានឈានដល់ការឯកភាពលើអ៊ុយក្រែន Witkoff យោងតាមប្រសិទ្ធសិទ្ធិវិមានបានឲ្យដឹងថាសហរដ្ឋអាមេរិកនិងរុស្ស៊ីបានព្រមព្រៀងគ្នាលើការផ្អាកការវាយប្រហារលើទីតាំងថាមពល Trump និង Putin បានឈានដល់ការឯកភាពលើអ៊ុយក្រែន Witkoff ទាហានរុស្ស៊ីម្នាក់នៅទីក្រុងស៊ឺកសែប្រទេសរុស្ស៊ីបន្ទាប់ពីការរំដោះទីក្រុងពីកងទ័ពអ៊ុយក្រែននៅថ្ងៃទី15ខែមីនាឆ្នាំ2025 Stanislav Kreselnikov World Sputnik អាមេរិកនិងរុស្ស៊ីបានព្រមព្រៀងគ្នាថាទីក្រុងមូស្គូនិងគីវគួរតែផ្អាកការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់គ្នាទៅវិញទៅមកនេះបើយោងតាមបេសកជនមជ្ឈិមបូព៌ារបស់ប្រធានាធិបតី Donald Trump លោក Steve Witkoff គាត់បានធ្វើការអត្ថាធិប្បាយរបស់គាត់បន្ទាប់ពីការហៅទូរស័ព្ទរវាង Trump និង Putin កាលពីថ្ងៃអង្គារអ្នកការទូតរូបនេះធ្លាប់បានសន្ទនាយូរជាមួយលោក Putin នៅទីក្រុងមូស្គូកាលពីថ្ងៃទី13ខែមីនាបេសកជនបានគូសបញ្ជាក់ថាលោក Putin បានយល់ព្រមចំពោះសំណើរបស់លោក Trump ក្នុងការបញ្ឈប់ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែនរយៈពេល30ថ្ងៃនិងគាំទ្រឈប់បាញ់នៅក្នុងសមុទ្រលោក Witkoff បានប្រាប់ Fox News CNN Hannity កាលពីល្ងាចថ្ងៃអង្គារថារហូតមកដល់ពេលថ្មីនេះយើងពិតជាមិនមានការឯកភាពគ្នាជុំវិញទិដ្ឋភាពទាំងពីរនេះទេគឺឈប់បាញ់ថាមពលនិងហេដ្ឋារចនាសម្ព័ន្ធនិងការផ្អាកការបាញ់ប្រហារនៅសមុទ្រខ្មៅហើយថ្ងៃនេះយើងបានទៅដល់កន្លែងនោះហើយខ្ញុំគិតថាវាជាចម្ងាយដ៏ខ្លីមួយសម្រាប់បទឈប់បាញ់ពេញលេញពីទីនោះលោកបានបន្ថែមថាខ្ញុំប្រកាសជាសង្ឃឹមថាប្រជាជនអ៊ុយក្រែននឹងយល់ព្រមចំពោះវាយើងមានព័ត៌មានលម្អិតមួយចំនួនដើម្បីដោះស្រាយជាការពិតបេសកជនរូបនេះបាននិយាយថាខ្ញុំសូមសរសើរលោកប្រធានាធិបតីពូទីនចំពោះអ្វីទាំងអស់ដែលគាត់បានធ្វើនៅថ្ងៃនេះលើការអំពាវនាវនោះដើម្បីជំរុញប្រទេសរបស់គាត់ឲ្យខិតទៅជិតកិច្ចព្រមព្រៀងសន្តិភាពចុងក្រោយមួយហើយខ្ញុំនឹងផ្ដល់កិត្តិយសទាំងអស់ដល់លោកប្រធានាធិបតី Trump ការបោះឆ្នោតរបស់គាត់សន្តិភាពតាមរយៈកម្លាំងការយល់ឃើញថាมันមានជំរឿផ្សេងទៀតនិងការពិតដែលថាសន្តិភាពដ៏ល្អនិងសន្តិភាពយូរអង្វែងមានសារៈសំខាន់សម្រាប់ភាគីទាំងពីរ Fyodor Lukyanov Putin និង Trump ឈានមុខក្នុងយុគសម័យនៃការទូតថ្មីអានបន្ថែម Fyodor Lukyanov Putin និង Trump ឈានមុខក្នុងយុគសម័យនៃការទូតថ្មីលោក Witkoff បាននិយាយថាវាគឺជាអ្នកដឹកនាំដ៏អស្ចារ្យទាំងពីរនេះដែលមករួមគ្នាដើម្បីភាពប្រសើរឡើងនៃមនុស្សជាតិយោងតាមការអានរបស់វិមានក្រឹមឡាំងនៃការអំពាវនាវនេះលោក Putin បានបញ្ជាភ្លាមដល់កងទ័ពរុស្ស៊ីឲ្យបញ្ឈប់ការវាយប្រហារលើទីតាំងថាមពលរបស់អ៊ុយក្រែនវិមានក្រឹមឡាំងបាននិយាយថាប្រធានាធិបតីបានឆ្លើយតបដោយអំណោយផលចំពោះសំណាបឈប់បាញ់ដែនសមុទ្រហើយបានចាត់វិធានការដើម្បីចាប់ផ្ដើមកិច្ចពិភាក្សាដើម្បីធ្វើការបន្ថែមទៀតនៅព័ត៌មានលម្អិតជាក់លាក់នៃកិច្ចព្រមព្រៀងបែបនេះមេដឹកនាំអ៊ុយក្រែនលោក Vladimir Zelensky បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារថាលោកគាំទ្រឈប់បាញ់ដែនសមុទ្រនិងការផ្អាកការវាយប្រហារលើរោងចក្រថាមពលជាគោលការណ៍ប៉ុន្តែនឹងរងចាំភាគីអាមេរិកផ្ដល់ព័ត៌មានលម្អិតអំពីការរៀបចំនេះលោក Witkoff បានប្រាប់ Fox News ថាកិច្ចពិភាក្សានឹងបន្តនៅទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអូឌីតនៅថ្ងៃអាទិត្យយោងតាម Reuters វាមិនច្បាស់ទេថាតើអ៊ុយក្រែននឹងចូលរួមក្នុងកិច្ចប្រជុំនេះឬយ៉ាងណាអ្នកអាចចែករំលែករឿងនេះនៅលើបណ្ដាញសង្គមតាមដានរដ្ឋលោក Donald Trump Vladimir Putin អ្នកអានជាទីគោរពសូមអរគុណចំពោះការចូលរួមដ៏រស់រវើករបស់អ្នកជាមួយនឹងខ្លឹមសាររបស់យើងនិងសម្រាប់ការចែករំលែកទស្សនៈរបស់អ្នកសូមចំណាំថាយើងបានបដូរទៅប្រព័ន្ធផ្ដល់មកថ្មីដើម្បីទុកមតិយោបល់អ្នកនឹងត្រូវចុះឈ្មោះយើងកំពុងធ្វើការលើការកែតម្រូវមួយចំនួនដូច្នេះប្រសិនបើអ្នកមានសំណួរឬសំណូមពរសូមផ្ញើពួកគេទៅកាន់